bà nị dí bị ác thiết nơi phùm khnhom nề rồi đây ní cứ bị bá bàn sman na mình khó vậy bị chật mình sấy pon má nụ tê ngày khác mấy sờ là ó tăng pí pro lầm tai pé lô xìa bẩn tách sạp tại tay mế trái tay chia ôl áp ngư ngất mục ngư ngất cõi đời xa đồng popo khmau rô sát một nơi đồng khía liล้อม នឹង សំឡេង គោ ក្រហម រងំ រងំ អម នឹង សំឡេង ខ្យល់ បោក បក់ ស្លឹក ឈើ ហើយ មិន យូរ ប៉ុន្មាន មេឃ ក៏ ចាប់ ផ្ដើម បងអុល ភ្លៀង ធ្លាក់ ចុះ មក ស្រោច ស្រោប លើ ភូមិ ស្ថាន ទាំង មូល ដោយ មិន អាច ស្មាន ដឹង មុន ឡើយ ជួន កាល ធ្លាក់ រលឹម ស្រេច តិច តិច ត្រជាក់ ស្រេប ដេក ព្រឹក មិន ចង់ ក្រោក តែ ជួន កាល វិញ ក៏ បង អុល ភ្លៀង ធ្លាក់ ចុះ មក ខ្លាំង ដោយ គេ ចាប់ ហែក មេឃ បង្ក ជា សំឡេង រាវ នៅ លើ ដំបូល ប្រក់ សង្កសី កង រំពង រហូតនិយាយស្ដាប់គ្នាសឹងតែមិនលឺផងចំណែកផ្លូវលំក្នុងភូមិដែលពីមុនធ្លាប់តែហុយដីត្រឡោមឥឡូវប្រែជាប្រពេចប្របាច់ស្អិតជាប់ដៃជាប់ជើងទៅណាមកណាក៏ពិបាកតែទោះជាយ៉ាងនេះក្តីខ្ញុំនៅតែស្រឡាញ់ជីវិតនិងការរស់នៅសាមញ្ញបែបនេះព្រោះមិនបាច់ខ្វល់ខ្វាយច្រើនឬប្រកួតប្រជែងនឹងអ្នកណានោះឡើយបន្ទាប់ពីភ្លៀងរាំងថ្មីខ្យល់បានបក់នាំមកទាំងក្លិនស្លឹកឈើក្លិនស្មៅខៀវខ្ចីហើយនិងក្លិនឈ្ងុយចេញពីចង្ក្រានរោងបាយដែលអ្នកម្ដាយកំពុងចំអិនគ្រាន់តែនឹកឃើញក៏មានក្តីសុខណាស់ទៅហើយបាននិយាយពីជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិខ្ញុំគឺគ្មានអ្វីអស្ចារ្យនោះទេគឺដដែលពីមួយថ្ងៃទៅមួយថ្ងៃតែបែរជាអ្នកកំពុងស្ដាប់ប្រាថ្នាចង់បានជីវិតដ៏សាមញ្ញបែបនេះទៅវិញព្រលឹមស្រាងភ្លឺមិនទាន់ច្បាស់ខ្ញុំតែងតែភ្ញាក់ពីដំណេកដោយសារសំឡេងមន់រងាវឆ្លើយឆ្លងត្រហឹងអើងកងពេញភូមិបន្តពីផ្ទះមួយទៅផ្ទះមួយទៀតហើយក៏ជាពេលដែលម៉ែគាត់ក្រោកទៅដាំស្លនៅឯចង្ក្រានបាយក្រោមផ្ទះឲ្យទាន់ពេលព្រឹកព្រោះខ្ញុំនិងពុកតែងតែចេញទៅមើលស្រែតាំងពីព្រលឹមលុះមេឃចាប់ផ្ដើមភ្លឺល្អះពួកអាក្មេងៗជាទៀងទាត់តែងតែចេញពីផ្ទះនិងជួយកិច្ចការពុកម៉ែវាខ្លះតាមលទ្ធភាពដែលក្មេងៗអាចធ្វើទៅបានដូចជាដាក់ចំណីមន្ទាឬបញ្ចេញគោពីក្រោលទៅខ្វៀលជាដើមលុះដល់ប្រលប់មកវិញគ្រប់ផ្ទះចាប់ផ្ដើមអុជចង្កៀងប្រេងកាតបំភ្លឺផ្លុងឆ្លោះចេញមកតាមចន្លោះជញ្ជាំងផ្ទះនិងមាត់បង្អួចបង្ហាញឲ្យឃើញបរិយាកាសក្នុងភូមិទាំងមូលស្ងាត់ជ្រងំដោយអាចបញ្ជាក់បានថាគ្រប់គ្នាកំពុងលងលក់ក្នុងដំណេកយ៉ាងស្កប់ស្កល់បន្ទាប់ពីអស់កម្លាំងពេញមួយថ្ងៃរួចមកមើលទៅមានក្តីសុខម្យ៉ាងដែរភ្លេចខ្លួនតែមួយប្រៅសោះខ្ញុំនិងអាសម្លាញ់របស់ខ្ញុំ2នាក់ទៀតឥឡូវ18ឆ្នាំពេញកំឡោះស្ដោកបាត់ទៅហើយអាម៉ាប់ដូចដែលខ្ញុំធ្លាប់និយាយអញ្ចឹងមៀតវាធំជាងគេតែចិត្តវានៅតែតូចដដែលមិនធំតាមមៀតវាតតែសោះពូកែខ្លាចជាពិសេសអារឿងខ្មោចនឹងតែម្ដងរឿងអ្វីក៏ដោយឲ្យតែឮថាពាក់ព័ន្ធនឹងខ្មោចទឹកមុខរបស់វាចាប់ផ្ដើមប្រែប្រួលបង្ហាញពីភាពភ័យខ្លាចមុនគេព្រោះតាំងពីក្មេងមកពួកយើងតែងតែត្រូវខ្មោចលងជុំគ្នាមិនតិចដងនោះទេចំណែកឯអាចកវិញស្គមខ្ពស់ចិត្តវាហាក់ដូចជាផ្ទុយខុសពីអាម៉ាប់ស្រឡះគឺហ៊ានមិនចេះខ្លាចអ្វីទាំងអស់ពេលខ្លះភាពក្លាហានរបស់វាក៏คล้ายជាការប្រហើនចូលចិត្តសារល្បងរបស់ប្លែកដែលពេលខ្លះធ្វើឲ្យខ្ញុំព្រួយបារម្ភជំនួសវាទៅវិញពួកយើងទាំង3នាក់នៅតែជាមិត្តស្និទ្ធស្នាលនឹងគ្នាដោយកាលពីក្មេងដដែលឯផ្ទះក៏នៅក្បែរគ្នាតែប៉ុន្មានជប់ហ៊ានគឺដល់ពេលខ្លះអង្គុយលេងជុំគ្នាពួកយើងតែងតែនឹកស្រណោះដល់រឿងកាលនៅពីក្មេងៗពេលដែលគ្មានអ្វីត្រូវបារម្ភឬខ្វល់ខ្វាយក្រៅតែពីការដើរលេងសប្បាយឲ្យផុតតែពីរបងផ្ទះតែឥឡូវអ្វីក៏ប្រែស្រឡះម្នាក់ធំអស់ទៅហើយត្រូវមានបន្ទុកជួយគិតគូររឿងគ្រួសារនិងរឿងអនាគតចំណែកឯរឿងរ៉ាវរន្ធត់ដែលខ្ញុំចង់លើកយកមករៀបរាប់ឲ្យបងប្អូនស្ដាប់នៅពេលនេះគឺវាបានកើតឡើងយ៉ាងពិតប្រាកដបន្ទាប់ពីពួកយើងទើបនឹងពេញកំឡោះថ្មីថ្ងៃនោះបើតាមខ្ញុំចាំមិនខុសប្រហែលជារសៀលបន្តិចដែលមេឃកំពុងតែស្រទុំខ្យល់បក់មកល្វើយពីទីឆ្ងាយទំនងដូចជារកលចង់ភ្លៀងខ្ញុំកំពុងតែជួយពុកជួសជុលរបងផ្ទះដែលបាក់ទ្រុឌទ្រោមដោយសារភ្លៀងខ្យល់ជាប់គ្នាប៉ុន្មានថ្ងៃមកនេះបន្តិចក្រោយមកស្រាប់តែមីងសុភីរត់ផងដើរផងមកពីដើមភូមិ
ទឹកមុខគាត់ដូចជាមានរឿងអ្វីម្យ៉ាងចង់មកប្រាប់មកដល់មីងសុភីនិយាយទាំងដងហក់មកកាន់ខ្ញុំថាអាលឹបពុកឯងនៅផ្ទះឬអត់ពុកខ្ញុំដែលនៅម្ខាងរបងស្រាប់ក៏ងើបឡើងរួចនិយាយទៅកាន់មីងសុភីថានៅតើបងមានការអីមែនទេបានជាស្លន់ស្លោម្លេះមីងសុភីតបទាំងរដាក់រដប់ថាគឺតាគំរីគាត់បានស្លាប់បាត់ហើយពាក្យថាស្លាប់បាត់ហើយបានធ្វើឲ្យខ្ញុំនិងពុកភ្ញាក់ព្រឺតបើកភ្នែកធំព្រមគ្នាតាគំរីទោះបីជាគាត់មិនសូវជាចុះសម្រុងជាមួយនឹងអ្នកភូមិក៏ដោយក៏ដំណឹងមរណភាពរបស់គាត់នៅតែធ្វើឲ្យមានការភ្ញាក់ផ្អើលនិងតក់ស្លុតដដែលទោះយ៉ាងណាគាត់ក៏ជាសមាជិកម្នាក់នៅក្នុងភូមិរបស់យើងតាគំរីឈ្មោះនេះស្ដាប់ទៅហាក់រៀងប្លែកបន្តិចក៏ប៉ុន្តែតាំងតែពីដឹងក្តីមកឬតែអ្នកស្រុកតែងតែហៅគាត់បែបនេះក៏ប៉ុន្តែតាមដែលខ្ញុំឮពីចាស់មកឈ្មោះតាគំរីនេះគឺគ្រាន់តែជាឈ្មោះដែលអ្នកស្រុកហៅគាត់ក្រោយខ្នងប៉ុណ្ណោះហើយមានតែចាស់មួយចំនួនតូចក្នុងភូមិយើងនោះទេដែលស្គាល់ឈ្មោះពិតរបស់គាត់ចំណែកឯហេតុផលដែលគេហៅគាត់ថាតាគំរីនេះគឺមកពីអត្តចរិតនិងនិស្ស័យរបស់គាត់នោះឯងគាត់មានអាយុប្រហែលជា70ឆ្នាំជាងទៅហើយតែបើមើលពីសម្បកក្រៅនៅតែឃើញគាត់រហ័សរហួនក្រនបើដើរលឿនដូចក្មេងតែបើនិយាយពីអត្តចរិតរបស់គាត់វិញគឺពិតជាស័ក្តិសមនឹងឈ្មោះដែលគេហៅគាត់មិនខុសមែនគាត់ជាមនុស្សកំណាញ់ស្វិតមិនមែនត្រឹមតែជាលុយកាក់នោះទេសូម្បីតែរបស់របរបន្តិចបន្តួចក៏គាត់មិនងាយចែករំលែកឲ្យអ្នកណានោះដែរខ្ញុំនៅចាំបានថាកាលនៅក្មេងៗខ្ញុំនិងមិត្តភ័ក្តិធ្លាប់ទៅរត់លេងក្បែររបងផ្ទះគាត់ឃើញផ្លែស្វាយផ្លែត្របែករបស់គាត់ជ្រុះរត់រីពេញដីតែគ្មាននរណាហ៊ានចូលទៅរើសយកមកហូបនោះទេព្រោះគ្រប់គ្នាខ្លាចតាគំរីគាត់ជេរបញ្ចោលនោះឯងមានពេលមួយនោះខ្ញុំបានឃើញក្មេងម្នាក់លូនចូលតាមចន្លោះរបងទៅលួចបេះផ្លែទៀបបារាំងរបស់គាត់មួយផ្លែតែត្រូវគាត់ឃើញតន់បន្ទាប់មកគាត់ក៏បានចេញមកដេញវាយក្មេងមួយនោះរត់ផងយំផងបាត់ជើងឡើងសព្រាតនិយាយពីផ្ទះរបស់គាត់គឺជាផ្ទះឈើមានជើងសសរខ្ពស់ផុតហួសពីដីតាមរចនាបថផ្ទះខ្មែរបុរាណដំបូលប្រក់ក្បឿងមានទីធ្លាខាងក្រោមធំទូលាយតែមើលទៅរាងចាស់និងទ្រុឌទ្រោមបន្តិចបន្តួចខ្លះទៅហើយតែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺជុំវិញផ្ទះរបស់គាត់គឺមានដាំដំណាំហូបផ្លែជាច្រើនមុខណាស់មិនថាស្វាយកែវល្មៀតធំខ្នុរទៀបបារាំងនិងល្ហុងជាដើមមានផ្លែច្រើនជ្រុះចោលពេញដីរហូតរលួយស្អុយពេញក្រោមដើមក៏គាត់មិនខ្ចីចែកឲ្យអ្នកណាហូបចំណែកឯរបងព្រំដីគឺគាត់បានយកមែកឫស្សីមកដាក់កងពីលើគ្នាច្រងេងច្រងាងយ៉ាងក្រាស់ហើយថែមទាំងស្រះបន្លាពីលើបន្ថែមមួយតង់ទៀតហាក់ដូចជាមិនចង់ឲ្យអ្នកណាចូលទៅជិតឬចូលទៅលួចបេះផ្លែឈើរបស់គាត់ឡើយសុកចិត្តទុកឲ្យជ្រុះចោលរលួយពេញដីទៅវិញអ្នកភូមិតែងតែនិយាយខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយថាដោយសារតែចរិតគាត់គំរិះកំណាញ់និងមាត់អាក្រក់របស់គាត់នេះហើយទើបកូនចៅរបស់គាត់គ្មាននរណាម្នាក់អាចទ្រាំរស់នៅជាមួយគាត់បាននោះទេឮថាគាត់មានកូនប្រុសស្រី2 3នាក់ដែរតែលុះគេមានគ្រួសាររៀងខ្លួនអស់ទៅក៏ចេញពីគាត់ទៅរស់នៅស្រុកឆ្ងាយអស់ខ្លះទៅធ្វើការនៅភ្នំពេញខ្លះទៀតក៏ទៅស្រុកថៃគ្មាននរណានឹកនាចង់វិលត្រឡប់មករកឪពុកចាស់ម្នាក់នេះវិញនោះទេដូច្នេះហើយគាត់ក៏ត្រូវរស់នៅម្នាក់ឯងនៅក្នុងផ្ទះដ៏ធំមួយនេះរហូតមកហើយដំណឹងមរណភាពរបស់គាត់ក៏បានលេចឮពេញភូមិយ៉ាងឆាប់រហ័សតែទោះបីកាលគាត់នៅរស់មិនសូវជារាប់រកអ្នកណាឬធ្វើល្អដាក់អ្នកចិត្តខាងក៏ដោយក៏ទឹកចិត្តសាមគ្គីធម៌របស់អ្នកភូមិស្រុកស្រែយើងនៅតែមានហើយចំពោះអ្នកដែលចូលឈ្មោះជាអ្នកចាត់ចែងធំក្នុងកម្មវិធីបុណ្យសពនេះគឺជាតាមានគាត់គឺជាអាចារ្យតែម្នាក់គត់ប្រចាំភូមិយើងគាត់មានវ័យចំណាស់ជាងតាគំរីបន្តិចតែគាត់មានទឹកមុខស្រស់ថ្លាចិត្តក៏ល្អហើយតាំងពីខ្ញុំនៅក្មេងមកគឺតែងតែឃើញគាត់ជាអ្នកនាំមុខគេរៀបចំពិធីបុណ្យទានបែបនេះឯងព្រោះក្នុងភូមិយើងមានតែគាត់ម្នាក់ទេដែលយល់ដឹងច្រើនអំពីជំនឿផ្លូវងងឹតនិងទំនៀមទម្លាប់ផ្សេងទៀតដែលតាក់ទងនឹងពពួកខ្មោចព្រាយបិសាច
ឬអមនុស្សជាដើមហើយក៏មានអ្នកភូមិយើងមួយចំនួនទៀតបានមកជួបជុំគ្នាចាត់ចែងម្នាក់មួយដៃមួយជើងផងដែរដើម្បីឲ្យពិធីបុណ្យប្រព្រឹត្តទៅដោយរលូនតាមប្រពៃណីខ្មែរយើងពូមឿនពូដនអ៊ំសាក់មិញសុភីមិញរីនិងអ្នកភូមិជាច្រើនទៀតបានមកជួយចាត់ចែងកាប់អុកដាំស្លរៀបចំដំឡើងរោងតូចល្មមមួយនៅមុខផ្ទះតាកុំរិះនេះផងដែរនៅរសៀលដដែលនោះបន្ទាប់ពីជួយពុកជួយជុលរបស់ផ្ទះរួចខ្ញុំអាម៉ាប់និងអាចកក៏បានទៅជួយកិច្ចការនៅផ្ទះបុណ្យនោះផងដែរនៅចាំបានថាបរិយាកាសនៅក្នុងផ្ទះបុណ្យហាក់ដូចជាមិនសូវអ៊ូអរដូចជាបុណ្យគេដទៃដូចដែលខ្ញុំធ្លាប់ឃើញនោះទេវាមានភាពស្ងប់ស្ងាត់សោះក៏ក្រោះខុសពីធម្មតាក្លិនធូបក្រអូបឈួលលាយឡំនឹងក្លិនម្ហូបដែលកំពុងចម្អិននៅខាងក្រោយរោងបុណ្យទំនងសម្រាប់ទទួលអ្នកដែលបានមកជួយជាកម្លាំងក្នុងពិធីបុណ្យនេះឯងមឈូសឈើធម្មតាមួយត្រូវបានគេដាក់តម្កល់នៅក្រោមផ្ទះលើកែឫស្សីដោយតុបតែងដោយផ្កាបន្តិចបន្តួចពីលើមើលទៅសាមញ្ញបំផុតនៅល្ងាចដដែលនោះក្រោយពីព្រះសង្ឃនិមន្តត្រឡប់ទៅវត្តវិញហើយអ្នកភូមិក៏បានទទួលទានបាយសាមគ្គីរួចរាល់ពួកខ្ញុំទាំង3នាក់ក៏ស្ម័គ្រចិត្តទៅជួយលាងចានលាងឆ្នាំងនៅឯក្រោយរោងបាយដែលគេសង់ជាបណ្ដោះអាសន្ននៅបរិវេណប៉ែកខាងក្រោយនៃផ្ទះទាំងចានទាំងឆ្នាំងឡើងគោដូចជាភ្នំពួកខ្ញុំអង្គុយលើកំណាត់គល់ឈើខ្លីៗម្នាក់មួយក្បែរគ្នាលាងចានបណ្ដើនិយាយគ្នាលេងបណ្ដើដើម្បីកុំឲ្យធុញអាចកដែលកំពុងដោះគូតឆ្នាំងខ្វាច់ខ្ចាយទឹកសំពងបានផ្ដើមនិយាយឡើងថាអញនឹកស្មានមិនដល់សោះថាតាកុំរិះក៏ទៅលឿនយ៉ាងនេះកាលពីអាទិត្យមុនអញនៅឃើញគាត់អង្គុយក្រលើមនៅលើគ្រែក្រោមផ្ទះគាត់នៅឡើយសោះអាម៉ាប់លាងចានទាំងភ្នែកក្រឡេមមើលជុំវិញខ្លួនបាននិយាយទៅកាន់អាចកថាកុំនិយាយពីគាត់អីអានេះអញព្រឺឆ្អឹងខ្នងណាស់វើយណាមួយមេឃក៏កាន់តែងងឹតណាស់ហើយខ្ញុំក៏បន្ថែមពីក្រោយអាម៉ាប់ថាមែនហើយឆាប់លាងចានឲ្យហើយទៅអាលឹងយើងឆាប់បានត្រឡប់ទៅផ្ទះវិញអញមានអារម្មណ៍ថានៅទីនេះដូចជាមិនសូវស្រួលខ្លួនយ៉ាងម៉េចមិនដឹងទេខ្ញុំនិយាយមិនតន់នឹងចប់កន្ទុយពាក្យស្រួលបួលផងស្រាប់តែតាមានគាត់បានដើរមករកពួកខ្ញុំទាំងក្នុងដៃកាន់ពិលមួយបញ្ចាំងមកលើមុខពួកយើងទឹកមុខគាត់មើលទៅដូចជាមានការព្រួយបារម្ភលាយឡំនឹងភាពនឿយហត់ទំនងព្រោះដោយសាររវល់ធ្វើកិច្ចពេញមួយកំណត់ថ្ងៃមកដល់ចិត្តគាត់ក៏និយាយមកកាន់ពួកខ្ញុំទាំង3នាក់ថាណែពួកអាចែកំឡោះទាំង3នាក់ចិត្តរួចហើយឬនៅខ្ញុំងើបឈររលាស់ដៃរួចយកមកជូតអាវបន្ទាប់មកក៏តបទៅកាន់គាត់វិញភ្លាមថាបាទតានៅសល់តែ2 3ទៀតរួចហើយតាមានការអីមែនទេតាមានដកដង្ហើមធំបន្តិចទើបនិយាយបន្តថាគឺអញ្ចេះទេពួកអាចៅយប់នេះដូចជាមិនសូវមានអ្នកស្ម័គ្រចិត្តនៅកំដរសពតាកុំរិះសោះអ្នកខ្លះថារវល់អ្នកខ្លះទៀតថាខ្លាចតាឃើញមានតែអាមឿននិងអាដនប៉ុណ្ណោះដែលស្ម័គ្រចិត្តនៅកំដរតែគ្នាតិចពេកតាក្រែងខ្វះកម្លាំងគឺតាចង់ពឹងឲ្យអាកំឡោះឯងទាំង3នាក់ជួយនៅយាមជាមួយតានិងពួកពូឯងបានមួយយប់នេះផងបានទេខ្ញុំឮហើយស្ទើរតែកាំងដង្ហើមនៅយាមសពតាកុំរិះមនុស្សដែលល្បីថាកំណាញ់នឹងកាចនោះមែនទេខ្ញុំក៏ក្រឡេកមើលទៅអាម៉ាប់ឃើញមុខវាឡើងស្លាំងដូចជាត្រីស្ងោរវាមើលមកខ្ញុំទាំងទឹកមុខស្ទាក់ស្ទើរតែមុនពេលដែលខ្ញុំនិងអាម៉ាប់និយាយអាចកវាបានឆ្លើយកាត់ភ្លាមទាំងក្លាហានថាបាទតាបានតាគ្មានបញ្ហាអ្វីនោះទេកុំថាឡើយមួយយប់ទោះពី3យប់ក៏បានដែរពួកខ្ញុំមិនខ្លាចនោះទេឮអាចកវានិយាយបែបនេះខ្ញុំចង់តែដាល់វាមួយដៃទេតែធ្វើម៉េចបើវាឆ្លើយថាព្រមទៅហើយតាមានឃើញអាចកឆ្លើយបែបនេះទឹកមុខរបស់គាត់រៀងស្រស់ជាងមុនបន្តិចរួចនិយាយទាំងញញឹមមកកាន់ពួកយើងទៀតថាល្អណាស់ពិតជាក្មេងល្អមែនអញ្ចឹងបានសម្រេចគ្នាហើយណាយប់នេះពួកអាចៅឯងទាំង3នាក់អាមឿនអាដននិងតាផ្ទាល់គឺនៅកំដរទល់ភ្លឺនៅផ្ទះតាកំរិះនេះឯងព្រោះតាមជំនឿដូនតាខ្មែរយើង
មិនអាចទុកសពចោលដោយគ្មានអ្នកកំដរបាននោះទេវាអាចនឹងមានប្រលឹងអនាថាឬក៏អមនុស្សផ្សេងវាមកយាយីរំខានខ្ញុំក៏បង្ខំចិត្តឆ្លើយទៅកាន់គាត់ថាបាទតាពួកខ្ញុំយល់ហើយតាមានបានបន្តទៀតថាអីចឹងពេលលាងចានរួចហើយនាំគ្នាទៅសម្រាកមួយភ្លេតសិនទៅឬក៏ទៅប្រាប់ពុកម៉ែនៅឯផ្ទះសិនក៏បានប្រហែលម៉ោង8យប់ចាំមកជួបជុំគ្នានៅទីនេះវិញតានឹងរៀបចំកន្លែងអង្គុយលេងនិងអុជចង្គៀងត្រៀមចាំទុកឲ្យហើយតាមាននិយាយចប់គាត់ក៏ដើរចេញទៅវិញបាត់ទៅខ្ញុំងាកមកមើលអាម៉ាប់ឃើញមុខវាដូចជាមិនសូវស្រួលបាត់ទៅហើយបន្ទាប់មកវាក៏ពោលថាចប់ហើយអញអាចចង្រៃចោះមិនក៏វាព្រមនឹងតាមានអីចឹងយប់នេះច្បាស់ជាស្លាប់ប្រកបមិនខានទេអញអាចោះផ្ទះស្មាអាម៉ាប់តិចរួចនិយាយថាខ្លាចអ្វីម្លេះអាសម្លាញ់មិនមែនមានតែយើង3នាក់ឯណាពូមឿនពូដនហើយតាមានក៏គាត់នៅដែរតើគាត់ពូកែខាងរឿងផ្លូវងងឹតនឹងណាគ្មានអ្វីគួរឲ្យខ្លាចនោះទេខ្ញុំបានត្រឹមតែដកដង្ហើមធំក្នុងចិត្តក៏មានអារម្មណ៍ថាខ្លាចមិនចាញ់អាម៉ាប់ប៉ុន្មានដែរតែដោយសារតែអាចោះវាព្រមទៅហើយខ្ញុំក៏មិនអាចបដិសេធបានដែរប្រហែលម៉ោង8យប់នៅស្រុកភូមិជនបទគឺរាប់ថាជាយប់ណាស់ទៅហើយអ្នកភូមិភាគច្រើនចាប់ផ្ដើមត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនអស់ទៅនៅក្នុងរោងបុណ្យអំបញ្ញមិញដែលមានមនុស្សអ៊ូអរគួរសមឥឡូវប្រែទៅជាស្ងាត់ជ្រងំនៅសល់តែពួកខ្ញុំប៉ុន្មានអ្នកប៉ុណ្ណោះគឺខ្ញុំអាម៉ាប់អាចោះពូមឿនពូដននិងតាមានពួកយើងបានមកជុំគ្នានៅក្រោមផ្ទះឈើរបស់តាគំរីតាមការនិយាយគ្នាកាលពីក្បាលប្រលប់មឈូសរបស់គាត់ត្រូវបានគេដាក់តម្កល់នៅលើគ្រែឫស្សីមួយទៀតនៅចំកណ្ដាលល្វែងក្រោមផ្ទះតែម្ដងនៅចំពីមុខមឈូសគឺមានកូនតុកមួយទៀតដែលគេដាក់បាយម្ហូបក្នុងកូនចានចង្កឹះមួយមុខបន្តិចមួយមុខបន្តិចកំប៉ុងជើងធូបដែលកំពុងមានធូប3សរសៃឆេះបង្ហុយផ្សែងតិចនិងចង្គៀងប្រេងកាតមួយទៀតដែលគេទៅនឹងអុជបំភ្លឺផ្លុងនៅលើនោះចំណែកឯពួកខ្ញុំដែលជាអ្នកមកយាមតាមានបានរៀបចំឲ្យអង្គុយនៅលើគ្រែឫស្សីមួយទៀតដែលគេដាក់នៅក្បែរជណ្ដើរឡើងទៅលើផ្ទះខ្ញុំអង្គុយចុះលើគ្រែឫស្សីភ្លាមក្បាលរបស់ខ្ញុំស្រាប់តែព្រឺខ្ញាក់ភ្លាមព្រោះបរិយាកាសនៅយប់នេះហាក់ដូចជាចុះត្រជាក់ខុសពីយប់ធម្មតាខ្ញុំសម្លឹងមើលជុំវិញខ្លួនឃើញពន្លឺភ្លើងចង្គៀងដែលគេដាក់ចំពីមុខមឈូសនិងភ្លើងគប់មួយទៀតដែលជាប់នឹងសសរកណ្ដាលផ្ទះយល់យកតិចតាមកម្លាំងខ្យល់បង្កើតបានជាស្រមោលចម្លែកជះមកលើដីនិងលើរបស់របរចាស់ដែលគេទុកចោលនៅក្រោមផ្ទះនេះដូចជាពាងទឹកទទេតូចទី3អង្រុតចាស់មងដាក់ត្រីដែលរហែកនិងឧបករណ៍កសិកម្មមួយចំនួនទៀតដែលសុទ្ធតែចាស់ទំនងតាគំរិះឈប់ប្រើប្រាស់ជាយូរណាស់មកហើយនិយាយទៅកាលនោះភ្លើងអគ្គិសនីគឺមានប្រើប្រាស់ខ្លះទៅហើយលើកលែងតែភូមិខ្ញុំនៅមិនទាន់មកដល់នៅឡើយទេដែលផ្ទះភាគច្រើនតែងតែមានអាគុយមួយឬពីរគ្រាន់ចាប់អំពូលម៉ែត្រពេលចាំបាច់ឬពេលមើលត្រួសទស្សន៍សខ្មៅបានមួយល្ងាចប៉ុណ្ណោះដូច្នេះទើបគ្រប់គ្នានៅតែប្រើចង្គៀងប្រេងកាតឬភ្លើងគប់ដើម្បីសន្សំសំចៃភ្លើងអាគុយឲ្យប្រើបានយូរពេលវេលាចេះតែរំកិលទៅមុខយឺតសំឡេងសត្វល្អិតយំនៅខាងក្រៅហាក់ដូចជាកាន់តែខ្លាំងឡើងតែនៅក្នុងផ្ទះឯនេះវិញគឺមានតែភាពស្ងប់ស្ងាត់និងគួរឲ្យព្រឺព្រួចប៉ុណ្ណោះដើម្បីបំបត្តិភាពស្ងប់ស្ងាត់តាមានក៏ចាប់ផ្ដើមនិយាយពីបទពិសោធន៍ផ្សេងដែលគាត់ធ្លាប់ឆ្លងកាត់ពីមុនមកនិយាយអ្វីមិននិយាយបើជាគាត់និយាយពីរឿងខ្មោចតែដែលពួកយើងកំពុងតែនៅកំដរខ្មោចគាត់ថាធ្លាប់បានជួបអស់ហើយមិនថាខ្មោចតូចឬធំខ្មោចក្រមុំឬមេម៉ាយធ្លាប់ជួបអស់ហើយតែខ្មោចចងកខ្មោចគេសម្លាប់ខ្មោចស្លាប់អណ្ដែតទឹកជាពិសេសគឺរឿងតំបន់ដីច្រាបឬរឿងព្រៃខ្លាគាត់ថាគាត់ធ្លាប់ជួបតាំងពីចំនួនគាត់នៅធ្វើជាទាហានពីសង្គមមិញមកម្លេះពូមឿននិងពូដនអង្គុយស្ដាប់បណ្ដើជួបារីស្លឹកសង្កែម្នាក់មួយដើមបណ្ដើបង្ហុយផ្សែងឡើងត្រឡោម
រួចក៏រសាត់ទៅតាមខ្យល់បាត់អស់ទៅអាម៉ាប់អង្គុយក្បែរនឹងខ្ញុំភ្នែកវាក្រឡេកឆ្វេងក្រឡេកស្ដាំមិនឈប់ហាក់ដូចជាភ័យខ្លាចនឹងបរិយាកាសនិងរឿងនិទានរបស់តាមានចំណែកឯអាចកវិញវាធ្វើដូចជាមិនចាប់អារម្មណ៍ឬខ្លាចនឹងរឿងរបស់តាមានសោះវាបែរជាដើរចុះដើរឡើងនៅក្បែរចណ្ដាលផ្ទះពេលខ្លះក៏ឈប់រួចក៏សម្លឹងមើលទៅក្រៅរោងបុណ្យដែលមានតែភាពងងឹតស្លុបម៉ោងប្រហែលជាជិត11យប់ទៅហើយរឿងនិទានរបស់តាមានក៏ត្រូវបានចប់ភាពស្ងៀមស្ងាត់បានវិលត្រឡប់មកវិញម្ដងទៀតពូមឿននិងពូដនចាប់ផ្ដើមងក់បន្តិចម្ដងសូម្បីតែខ្ញុំក៏មានអារម្មណ៍ថាដូចជាធ្ងន់ត្របកភ្នែកខ្លះដែរខ្យល់ខាងក្រៅហាក់ដូចជាបក់ខ្លាំងជាងមុននាំឲ្យស្លឹកឈើប៉ះគ្នារវិចជុំវិញផ្ទះដូចជាគេចាប់អង្រួនដាក់ភ្នែកសម្លឹងចង់ផ្អើលម្ដងភ្លាមនោះពូមឿនក៏បានក្រោកឈរឡើងពុតខ្លួនឯនខ្នងសម្រួលសរសៃបន្តិចរួចនិយាយឡើងថាហើយយប់នេះមិនដេចក៏មកដែរយឺនម្លេះងុយដេកណាស់គាត់ថាហើយក៏ដើរតម្រង់ទៅរកគៀនផ្ទះម្ខាងដែលមានពាងទឹកធំ2 3និងមានដើមល្ហុងមួយដើមដែលដុះនៅក្បែរនោះខ្ញុំឃើញគាត់ឈរអើតមើលដើមល្ហុងនោះមួយផ្លែតរួចក៏លូកដៃទំនងដូចជាបេះអ្វីម្យ៉ាងមួយស្របក់ធំក្រោយមកឃើញគាត់ត្រឡប់មកវិញក្នុងដៃមានកាន់ចានគោមមួយហើយក្នុងចាននោះមានល្ហុងទុំពណ៌លឿងឆ្អិនឆ្អៅដែលចិត្តជាចំណិតរួចជាស្រេចមើលទៅទំនងគួរឲ្យចង់ហូបពូមឿនញញឹមដាក់មកពួកយើងរួចនិយាយថាណែបងប្អូនហូបល្ហុងទុំនេះលេងសិនទៅផ្អែមឆ្ងាញ់ណាស់កុំដមាត់កុំឲ្យងងុយដេកគាត់ដាក់ចានល្ហុងនោះនៅចំកណ្ដាលគ្រែក្លិនល្ហុងទុំឈ្ងុយក្រអូបភាយមកប៉ះនឹងច្រមុះទំនងពិតជាផ្អែមឆ្ងាញ់ដូចជាគាត់បានថាមែនពូដនងើបមុខនិយាយទាំងម៉ូមីម៉ូមើមកកាន់ពូមឿនថាល្ហុងទុំបានមកពីណាទំនងម្លេះអាមឿនពូមឿនចង់អល់ទៅគៀនផ្ទះរួចនិយាយថាគឺល្ហុងនៅក្បែរពាងទឹកនោះហើយឃើញផ្លែវាទុំល្មមហូបក៏បេះយកមកហូបកុំដមាត់លេងទៅទុកយូរគង់តែជ្រុះចោលរលួយស្អុយដដែលពេលដឹងថាជាល្ហុងរបស់តាគំរីខ្ញុំមានអារម្មណ៍ថាព្រឺក្បាលខ្ញាក់អាម៉ាប់ដែលពូកែខ្លាចជាងគេកំពុងអង្គុយក្បែរខ្ញុំក៏លាន់មាត់ថាល្ហុងតាគំរីតានឹងពូយករបស់គាត់មកហូបទាំងគាត់ទៅនឹងស្លាប់អីចឹងមិនល្អទេដឹងពូសម្ដីរបស់អាម៉ាប់បានធ្វើឲ្យបរិយាកាសស្ងប់ស្ងាត់មួយរំពេចពូមឿនដែលរៀបនឹងលូកដៃយកល្ហុងមកហូបបន្តក៏ឈប់ងក់គាត់មើលទៅចានល្ហុងរួចងាកទៅមើលមឈូសតាគំរីទាំងទឹកមុខដូចជារៀងស្ទាក់ស្ទើរលេបទឹកមាត់ដូចជាមិនសូវស្រួលក្នុងចិត្តបន្ទាប់មកគាត់ក៏យកល្ហុង2-3ចំណិតដាក់ចូលក្នុងកូនចានចង្កឹះមួយផ្សេងទៀតរួចដើរកាន់យកទៅដាក់លើតុតូចពីមុខមឈូសតាគំរីពូមឿនអុជធូបមួយសរសៃដោតទៅលើកូនចានល្ហុងនោះរួចនិយាយអ្វីម្យ៉ាងខ្សឹបដែលខ្ញុំមិនអាចស្ដាប់បានហើយបន្តិចក្រោយមកទើបគាត់ត្រឡប់មកគ្រែវិញក្រោយពីហូបអស់ពូមឿនដដែលគាត់មើលទៅចានគោមដែលទទេរួចនិយាយថាល្ហុងនេះពិតជាផ្អែមឆ្ងាញ់របស់គេមែនខ្ញុំឃើញមានមួយដើមទៀតដែលនៅជាប់របងព្រំដីអាមួយដើមហ្នឹងមានផ្លែធំល្អណាស់ទំនងឆ្ងាញ់ជាងអាមួយមុននេះទៀតដោយមិនឃើញមានរឿងអ្វីបានកើតឡើងណាមួយមិនបានចាប់អារម្មណ៍អ្វីច្រើនផងនោះនិយាយហើយគាត់ក៏ក្រោកឡើងកាន់ចានទទេដែលសំដៅទៅកន្លែងដើមល្ហុងដែលគាត់បាននិយាយមុននេះខ្ញុំមើលតាមខ្នងគាត់ពីក្រោយឃើញគាត់ដើរចូលក្នុងស្បៃងងឹតនៅគៀនផ្ទះនោះជាធម្មតាហើយពួកយើងក៏អង្គុយចាំគាត់ដោយស្ងៀមស្ងាត់មួយស្របក់ក្រោយមកប្រហែលមិនបាន1នាទីស្រួលបួលផងស្រាប់តែពួកយើងបានឮសំឡេងគាត់ស្រែកមួយទំហឹងចេញពីកន្លែងដើមល្ហុងជាប់របងផ្ទះនោះមកម៉ែអើយជួយផងខ្មោចតាគំរីសំឡេងគាត់ឮខ្លាំងហើយស្ដាប់ទៅពោពេញទៅដោយភាពភ័យខ្លាចនិងតក់ស្លុតបំផុតភ្លាមនោះពួកយើងក៏បានឃើញគាត់រត់ចេញពីទីងងឹតនោះត្រឡប់មកវិញយ៉ាងលឿនសំដៅមករកពួកយើងទាំងភ័យស្លន់ស្លោ
គាត់រត់យ៉ាងលឿនមិនមើលមុខមើលក្រោយនោះទេមកដល់ក៏ស្ទុះទៅពួននៅពីក្រោយខ្នងតាមានភ្លាមទាំងខ្លួនញ័រដូចជាកូនសត្វទឹកមុខឡើងស្លេកស្លាំងដូចក្រដាស់ភ្នែករបស់គាត់បើកធំធំក្រឡេមក្រលើមហាក់ដូចជាបានឃើញអ្វីដែលគួរឲ្យខ្លាចមុននេះតាមានបានចាប់ស្មាពូមឿនជាប់និយាយដោយសំឡេងមើងម៉ាត់ថាស្អីគេមានរឿងអីអាមឿនស្ងប់អារម្មណ៍សិននិយាយឲ្យបានច្បាស់បន្តិចទៅមើលពូមឿនក៏និយាយទាំងដឹងហក់ញោមមាត់ទៅត្រូវថាខ្មោចគឺខ្មោចតាគំរីបានលោខ្ញុំពិតមែនណាអ៊ំខ្ញុំឃើញច្បាស់នឹងភ្នែកគាត់ឈរនៅក្រោមដើមល្ហុងនឹងភ្នែករូងឡើងក្រហត់ហត់មុខឡើងស្លេកស្លាំងហាមាត់បង្ហាញថ្មិញឡើងខ្មៅពូមឿននិយាយបណ្ដើដៃគាត់ចង្អុលទៅដើមល្ហុងនោះបណ្ដើពួកយើងទាំងអស់គ្នាងើបឈរព្រមគ្នាសម្លឹងមើលទៅដើមល្ហុងនោះដែរតែមិនបានឃើញអ្វីផ្សេងក្រៅពីភាពងងឹតនិងស្រមោលដើមល្ហុងដែលរំកើតិចតិចទៅតាមកម្លាំងខ្យល់នោះទេក៏ប៉ុន្តែពាក្យសម្ដីនិងអាការៈភ័យខ្លាចរបស់ពូមឿនបានធ្វើឲ្យបរិយាកាសនៅពេលនេះប្រែទៅជាតានតឹងនិងគួរឲ្យខ្លាចមួយរំពេចខ្យល់ចាប់ផ្ដើមបក់ខ្លាំងឡើងធ្វើឲ្យចង្កៀងដែលដាក់នៅពីមុខមឈូសស្ទើរតែរលត់ម្ដងហើយសំឡេងឆ្កែលូល្វើយពីចម្ងាយក៏ចាប់ផ្ដើមឮឡើងជាបន្តបន្ទាប់ហាក់ដូចជាវាដឹងថាមានរឿងអ្វីមិនស្រួលបានកើតឡើងបណ្ដាលឲ្យម្នាក់ស្រឡាំងកាំងភ្នែកសរៀងខ្លួនភ្លាមនោះតាមានដែលមានស្មារតីជាងគេបាននិយាយទៅកាន់ពូមឿនដោយមើងម៉ាត់ថាចុះមុននឹងឯងលោកដៃទៅបេះល្ហុងកត់នឹងមានបានសុំម្ចាស់គេត្រឹមត្រូវហើយឬនៅពូមឿនងក់ក្បាលយ៉ាងលឿនរួចឆ្លើយតបភ្លាមថាសុំហើយអ៊ំសុំត្រឹមត្រូវហើយតើខ្ញុំឈរនិយាយតែឯងប្រាប់គាត់ថាតាអើយសុំល្ហុងមួយផ្លែគ្រាន់ចែកគ្នាហូបកុំឲ្យងួយដេកទុកចោលក្រែងវាជ្រុះរលួយភ្លាមនោះអាម៉ាប់ដែលបាត់មាត់បាត់កពួននៅពីក្រោយខ្នងខ្ញុំជាយូរបានអើតក្បាលចេញមករួចនិយាយឡើងថាចុះពេលពូសុំគាត់នឹងពូមានឮគាត់ឆ្លើយថាព្រមឬអត់ពូមឿនធ្វើមុខអេងអុញរួចនិយាយថាចេះតែនិយាយលេងហើយអាក្មួយគាត់ស្លាប់បាត់ទៅហើយធ្វើម៉េចគាត់ឆ្លើយនឹងយើងកើតទៅភ្លាមនោះខ្ញុំក៏និយាយទាំងព្រឺសម្បុរសំឡេងរៀងញ័រថាតិចលោគាត់ខឹងរឿងពូបេះល្ហុងគាត់យកមកហូបមែនទេដឹងខ្ញុំនិយាយមិនតាន់ចប់កន្ទុយពាក្យស្រួលបួលផងស្រាប់តែមានខ្លែងស្រាកមួយវងមិនដឹងហោះចេញមកពីណាស្រែកយំឡើងត្រហឹងនៅលើដំបូលផ្ទះតាគំរីលីឡំនឹងសំឡេងខ្យល់បក់ខ្លាំងធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងភ្នែកនៅកញ្ចឹងកគ្រប់គ្នាពួកយើងមិនទាន់នឹងបាត់ភ័យនឹងសំឡេងខ្លែងស្រាកផងភ្លាមស្រាប់តែឮសំឡេងឆ្មាមួយវងផ្សេងទៀតរត់ប្រដេញគ្នាស្រែកផ្អើលប្រសេកប្រសាចពេញលើផ្ទះលន់សូឡើងរញៀវទំនងមិនមែនតិចក្បាលនោះទេក្តោងក្តាំងពេញលើផ្ទះពួកយើងទាំងអស់គ្នាដែលកំពុងឈរនៅពីក្រោមភ្ញាក់ព្រឺតងើយមើលទៅលើព្រមគ្នាទាំងចម្លែកក្នុងចិត្តនិងភ័យខ្លាចមិនធ្លាប់ដឹងពីមុនសោះថាផ្ទះតាគំរីមានចិញ្ចឹមឆ្មាច្រើនដល់ថ្នាក់នេះភ្លាមនោះអាម៉ាប់ស្ទុះមកតោងខ្ញុំពីក្រោយស្ទើរតែដាច់ផ្ងាព្រោះមៀតវាមិនមែនទៅទូចឯណាហើយសូម្បីតែអាចោះដែលអួតថាមិនខ្លាចបើសង្កេតមើលឲ្យច្បាស់បន្តិចដូចជាកំពុងតែញ័រជើងមិនខុសពីពួកយើងប៉ុន្មានទេចំណែកឯពូមឿននិងពូដនលែងគិតរឿងងងុយដេកទៀតហើយគ្រប់គ្នានាំគ្នាត្រសៀមកឈោផ្ដុំក្បែរនឹងតាមានជាងមុនខណៈដែលពួកយើងកំពុងតែភ័យផងឆ្ងល់ផងនឹងសំឡេងចម្លែកនៅលើផ្ទះស្រាប់តែមានខ្យល់មួយវឹបបក់កន្ត្រាក់យ៉ាងខ្លាំងធ្វើឲ្យចង្កៀងប្រេងកាតដែលអុចបំភ្លឺនៅមុខមឈូសរលត់ភ្លឹបភ្លាមក្លិនប្រេងកាតនិងក្លិនផ្សែងខ្មុលខ្មាញ់បានរសាត់ចូលមកពេញច្រមុះហើយនៅក្រោមផ្ទះទាំងមូលក៏ប្រែទៅជាងងឹតស្លុបមួយរំពេចនៅសល់តែពន្លឺភ្លើងគប់មួយដើមផ្សេងទៀតដែលតាមានបានអុចទុកនៅក្បែរគ្រែរបស់ពួកយើងប៉ុណ្ណោះហើយពន្លឺភ្លើងគប់នោះក៏ម្ដងភ្លឺម្ដងងងឹតតាមចង្វាក់ខ្យល់បក់បង្ហាញឲ្យឃើញស្រមោលមឈូសបានព្រាលស្ទង់ពីចម្ងាយភាពស្ងប់ស្ងាត់បានចូលមកគ្របដណ្ដប់ម្ដងទៀតតែភាពស្ងប់ស្ងាត់នេះ
បាយជាធ្វើឲ្យបេះដូងខ្ញុំស្ទើរតែលោតចេញក្រៅទៅវិញភ្លាមស្រាប់តែមានខ្យល់កន្ត្រាក់យ៉ាងត្រជាក់មួយភើបទៀតបក់ចូលមកក្រោមផ្ទះសាជាថ្មីបណ្ដាលឲ្យប៉ើងគម្របមឈូសរបើកឡើងធ្លាក់ទៅលើដីលន់សុបប្រាវមិនដឹងថាមកពីខ្យល់បក់ឬមកពីអ្វីឲ្យប្រកាសនោះទេបើតាមសម្ដីរបស់ពូដនគាត់បាននិយាយថាគម្របក្តាមឈូសនោះត្រូវបានគាត់វាយដេចគោលជុំវិញអស់ជាច្រើនដើមទៅហើយមិនសមណាត្រឹមខ្យល់ប៉ុណ្ណឹងវាអាចរបើកបានដោយងាយបែបនេះនោះទេភ្លាមអាម៉ាប់ក៏ស្រែកចាចឡើងទាំងបិទភ្នែកចិត្តធ្វើឲ្យពូដននិងពូមឿនថយក្រោយម្នាក់បន្តិចបំរុងនឹងរត់ចំណែកឯខ្ញុំនិងអាចកវិញក៏ប្រែទៅជាទន់ជើងអស់រលីងកម្រើកខ្លួនសឹងមិនចង់បានឃើញម្នាក់ដូចជាមិនសូវស្រួលតាមានបានស្រែកដាក់ស្មារតីគ្រប់គ្នាឡើងវិញដោយសំឡេងខ្លាំងថានៅឲ្យស្ងៀមតាំងស្មារតីឡើងកុំខ្លាចមានខ្ញុំនៅទីនេះហើយពេលនោះឯងពន្លឺភ្លើងគប់ដែលកំពុងយល់យកតិចតាមខ្យល់បានបង្ហាញឲ្យពួកយើងបានឃើញស្រមោលស្ទង់បានងើបអង្គុយឆ្ងក់នៅក្នុងមឈូសដែលរបើកគម្របមុននេះគ្រប់គ្នាសុទ្ធតែដឹងយ៉ាងច្បាស់ថាខ្មោចតាគំរីកំពុងងើបពីមឈូសយ៉ាងប្រកបភ្លាមខ្មោចតាគំរីចាប់ផ្ដើមបញ្ចេញសំឡេងក្រហឹមស្អកយ៉ាងកងរំពងស្ដាប់ឮហើយគួរឲ្យព្រឺក្បាលសំឡេងក្រហឹមនោះហាក់ដូចជាបង្កប់នៅភាពខឹងសម្បាយ៉ាងខ្លាំងបរិយាកាសកាន់តែចុះត្រជាក់ម្នាក់ប្រែទៅជាគាំងស្ទើរតែលេងដកដង្ហើមខណៈជើងក៏ហាក់ដូចជាស្ពឹកដូចជាត្រូវថ្នាំសន្ដំមិនអាចរត់ទៅណាបានក៏ប៉ុន្តែទោះបីជាភ័យខ្លាចយ៉ាងណាក៏ដោយក្នុងកាលៈទេសៈដ៏គួរឲ្យរន្ធត់តក់ស្លុតមួយនេះតាមានដែលនៅមានស្មារតីរឹងមាំជាងគេបានបោះជំហានទៅមុខពីជំហានទៅឈរនៅចំពីមុខមឈូសតាគំរីរួចនិយាយដោយសំឡេងនឹងណូស្មើថាតាអើយតាបានចែកឋានទៅហើយពួកខ្ញុំទាំងអស់គ្នានេះគឺខំមានចិត្តមកជួយកំដរសពតាតាមប្រពៃណីហើយតានៅខឹងអ្វីទៀតរបស់ទ្រព្យទាំងអស់នេះតាយកតាមខ្លួនទៅមិនបានទេចូលទម្លាក់ចិត្តខឹងដាក់ចិត្តឲ្យជ្រះថ្លាហើយធ្វើដំណើរទៅកាន់សុគតិភពឲ្យបានស្ងប់ចុះពាក្យរបស់តាមានដ៏មានន័យប៉ុន្មានម៉ាត់នេះហាក់ដូចជាមានអំណាចអ្វីម្យ៉ាងធ្វើឲ្យខ្មោចតាគំរីស្ដាប់យល់បន្ទាប់មកសំឡេងធ្ងួចធ្ងរក៏បានស្ងាត់បាត់ទៅហើយខ្មោចតាគំរីក៏បានដេកផ្ងាទៅក្នុងមឈូសបន្តិចម្ដងវិញលុះមួយសន្ទុះធំក្រោយមកទៀតសំឡេងខ្លាញ់ស្រាកដែលទុំលើដំបូលផ្ទះនិងសំឡេងសត្វឆ្មាដែលនៅលើផ្ទះក៏បានស្ងាត់បាត់ទៅវិញដែរចំណែកឯខ្យល់ដែលបក់បោកខ្លាំងអំបាញ់មិញក៏ប្រែទៅជាស្ងប់ស្ងាត់មកដូចធម្មតាវិញហាក់ដូចជាគ្រប់យ៉ាងបានវិលមករកសភាពដើមបន្ទាប់មកតាមានបានដើរទៅជិតមឈូសរួចអុជចង្គៀងប្រេងកាតដែលទើបនឹងរលត់មុននោះឲ្យភ្លឺឡើងវិញហើយពន្លឺវាបានសាយភាយពេញបដិវេណក្រោមផ្ទះសាជាថ្មីម្ដងទៀតគាត់បានឈរអើតមើលទៅក្នុងមឈូសមួយផ្លែតឃើញសភាពសពតាគំរីមើលទៅដូចធម្មតាគាត់ក៏ងាកត្រឡប់មកប្រាប់ពូមឿននិងពូដនថាអាមឿននិងអាដនយកគម្របមឈូសមកក្រោបវិញចុះអស់អីហើយតាគំរីក៏បានយល់ហើយពូមឿននិងពូដនទាំងដៃនៅញ័រតិចបានជួយគ្នាលើគម្របមឈូសយកមកគ្របពីលើដូចដើមវិញហើយបរិយាកាសក៏បានវិលត្រឡប់មករកភាពស្ងប់ស្ងាត់សាជាថ្មីវិញម្ដងទៀតតែភាពស្ងប់ស្ងាត់នេះគឺខុសពីមុនព្រោះគ្រប់គ្នាទើបនឹងឆ្លងកាត់នៅហេតុការណ៍ដ៏គួរឲ្យរន្ធត់ស្ទើរតែផុតដង្ហើមរួចក្រោយពីអ្វីបានស្ងប់ទៅវិញតាមានបានមកអង្គុយលើគ្រែរួចដកដង្ហើមធំហើយពន្យល់មកកាន់ពួកយើងថាខ្មោចតាគំរីពិតជាបានខឹងនឹងពូមឿនដែលទៅបេះលហុងគាត់មែននោះក៏ដោយសារកាលគាត់នៅរស់មានចិត្តគំរីកំណាញ់ខ្លាំងពេករហូតដល់ស្លាប់คล้ายទៅជាខ្មោចទៅហើយចិត្តនៅតែជាប់ជំពាក់នឹងរបស់ទ្រព្យក្រៅខ្លួនអស់ទាំងនេះទៀតបណ្ដាលឲ្យវិញ្ញាណរបស់គាត់ខ្លួនឯងនៅតែវល់មិនងាយនឹងអាចទៅកាន់លោកខាងមុខបានតាមានគាត់បន្តថាត្រូវចាំចិត្តគំរីចិត្តកំណាញ់ឬការចងគំនុំនេះឯង
គឺជាខ្សែចំណងចងចិត្តវិញ្ញាណយើងខ្លួនឯងឲ្យនៅវល់មិនងាយនឹងទៅណារួចឡើយតែផ្ទុយទៅវិញបើចិត្តយើងជ្រះថ្លាលះបង់បានមិនជាប់ជំពាក់នឹងអ្វីមួយនោះព្រលឹងវិញ្ញាណរបស់យើងក៏នឹងអាចស្ងប់ហើយក៏អាចធ្វើដំណើរទៅកាន់លោកខាងមុខបានដោយមិនពិបាកនៅវល់ចាំមើលថែរបស់ដូចជាខ្មោចតាកំរិះនោះឡើយទាំងដែលរបស់អស់ទាំងនោះមិនអាចយកទៅជាមួយបានសូម្បីតែប៉ុនសរសៃសក់ពាក្យសម្ដីរបស់តាមានបានធ្វើឲ្យពួកយើងទាំងអស់គ្នាស្ងៀមស្ងាត់គិតពិចារណារៀងខ្លួនយប់នោះពួកយើងគ្រប់គ្នានៅតែអង្គុយកំដរសពតាកំរិះរហូតទល់ភ្លឺដោយគ្មានហេតុការណ៍អ្វីចម្លែកកើតឡើងទៀតនោះទេតែបទពិសោធន៍ដ៏គួរឲ្យខ្លាចនៅយប់នោះបានដកជាប់នៅក្នុងការចងចាំរបស់ខ្ញុំអាម៉ាប់និងអាចករហូតមកហើយក៏ជាមេរៀនមួយដែលធ្វើឲ្យយើងយល់កាន់តែច្បាស់និងដាស់តឿនស្មារតីឲ្យយើងបានគិតពិចារណាឡើងវិញពោលគឺមកដោយទទេទៅវិញដោយទទេនោះឯង